បាទអញ្ចឹងពិធីសូត្រមន្តគឺជាពិធីមួយដែលម្ចាស់កម្មវិធីមិនថាកម្មវិធីឡើងផ្ទះមិនថាកម្មវិធីមង្គលការមិនថាកម្មវិធីបុណ្យអីបងប្អូនគឺតែងតែម្ចាស់កម្មវិធីអញ្ជើញក៏ដូចជានិមន្តព្រះសង្ឃដើម្បីចម្រើននៅព្រះបរិត្តសូត្រនៅថ្ងៃគល់ផ្សេងៗណាបងប្អូនចឹងជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចេញវីដេអូទី2បើអត់បានចេញវីដេអូប្រហែលថ្ងៃដោយសារតែរវល់អញ្ចឹងវីដេអូនេះខ្ញុំនឹងមកបញ្ជាក់ប្រាប់បងប្អូនថាពិធីសូត្រមន្តគឺជាពិធីមិនអាចខ្វះបានគឺតែងតែមានឬក៏និមន្តព្រះសង្ឃដើម្បីទៅចម្រើននៅព្រះបរិត្តក៏ដូចជាសូត្រដើម្បីឲ្យពរជ័យបងប្អូននៅក្នុងថ្ងៃមង្គលបញ្ជានៅឧបទ្រពទាំងឡាយទាំងពួងឲ្យជាឆ្ងាយពីក្នុងកម្មវិធីបរិវេណជុំវិញដែលបានធ្វើកម្មវិធីនឹងឯងហើយនៅពេលដែលចូលដល់កម្មវិធីសូត្រមន្តលោកអាចារ្យក៏តែងតែផ្ដើមនៅធម៌មុនផ្ដើមធម៌សូត្របើតាមខ្ញុំស្រាប់បានខ្ញុំរៀនចេះធម៌តិចតួចដែលខ្ញុំបានទៅថតជារៀងរាល់ឆ្នាំបងប្អូនអញ្ចឹងមុននឹងលោកអាចារ្យចាប់ផ្ដើមឲ្យលោកសូត្រចម្រើនព្រះបរិត្តឬគឺឲ្យពរជ័យបងប្អូនគឺលោកអាចារ្យក៏តែងតែចាប់ក្បាលមីក្រូបានគាត់តែងតែសូត្រដំបូងគេគឺធម៌ថ្វាយបង្គំព្រះចប់រួចបានលោកអាចារ្យគាត់ចាប់ផ្ដើមចូលធម៌មួយមេទៀតដើម្បីឲ្យលោកចូលសូត្រឲ្យពរឲ្យជ័យបងប្អូនបន្ទាប់ពីលោកសូត្រឲ្យពរឲ្យជ័យចប់រួចបានលោកអាចារ្យគាត់បញ្ចប់នៅធម៌មួយទៀតលោកអាចារ្យនឹងឲ្យម្ចាស់កម្មវិធីលោកមេបានិងកូនក្រមុំជាអ្នកជ្រោចទឹកតែនៅតំបន់ខ្លះគាត់អត់បានឲ្យលោកមេបាកូនក្រមុំជ្រោចទេគាត់ថាលោកអាចារ្យសូត្រទៅកូនក្រមុំមេបាអង្គុយទៅផ្ទះប្រសង់ធម្មតាអញ្ចឹងហើយនៅពេលដែលលោកអាចារ្យសូត្រចប់គឺគាត់អនុមោទនាចប់ចុងបញ្ចប់នៃកម្មវិធីមង្គលឬក៏កម្មវិធីបុណ្យឡើងផ្ទះអីផ្សេងគឺតែងតែប្រគេនសងទៅលោកអញ្ចឹងចុងបញ្ចប់នៃពិធីសូត្រមន្តគឺលោកមេបានិងកូនក្រមុំទាំងពីរឡើងប្រគេនសងលោករួចនិមន្តលោកទៅគង់នៅវត្តវិញកម្មវិធីបន្ទាប់គឺខ្ញុំនៅចេញវីដេអូក្រោយអរគុណច្រើនបងប្អូនបើសិនជាបងប្អូនចូលចិត្តជួយ follow ជួយ share ម្នាក់មួយមកខ្ញុំនឹងធ្វើកម្មវិធីបន្ទាប់ទៀតអញ្ចឹងពិធីសូត្រមន្តគឺចប់ត្រឹមនេះអរគុណបាយបាយ